សមាគមអ្នកសិក្សាទាំងអស់គ្នាមកកាន់វគ្គសិក្សាមុខវិជ្ជាមុខវិជ្ជា .NET មាន .NET Framework .NET Technology ច្រឡំអ្នកគ្នាហើយនេះគឺជាថ្ងៃទី5របស់យើងថ្ងៃទី6ច្រឡំចង់វិញថ្ងៃទី6នៃមុខវិជ្ជា .NET Technology របស់យើងណាហើយនេះជាកលៀថតហ្នឹងប្រហែលជាម៉ោង1 AM ឈានចូលថ្ងៃទី6អ្នកនរគ្នានេះគឺជាមេរៀនរបស់យើងដែលវិទ្យាសាស្ត្រជាមួយលោកគ្រូហើយព្រមបានធ្វើការស្រង់មកអធិប្បាយមួយទៀតដើម្បីរៀបចំជាវីដេអូហើយនេះគឺជាមេរៀនរបស់លោកគ្រូដែលសិក្សានៅក្នុងទីនេះផងដែរហើយព្រមបានធ្វើការអនុវត្តមេរៀននេះផងដែរអនុវត្តជាមួយលោកគ្រូអនុវត្តរួចណាយើងអនុវត្តហើយនៅក្នុងវីដេអូនេះផងដែរក៏ព្រមធ្វើការបង្កើតប្រជាមួយទៀតដើម្បីអនុវត្តតាមហ្វូនមួយណាហើយព្រមឆ្លងខ្លួនឯងទេឆ្លងទៅពីអនុវត្តហើយមួយលោកគ្រូហើយតើអនុវត្តខ្លួនឯងបានឬអត់ណាអញ្ចឹងស្វាគមន៍អ្នកនរគ្នាមកកាន់វគ្គថ្ងៃទី6ផងដែរហើយអ្នកនឹងប្រហែលម៉ោង1ហើយអ្នកនរគ្នាព្រមអន់ចិត្តបន្តិចអន់ចិត្តត្រង់ថាព្រមធ្វើវីដេអូព្រមថាចេះគុណ2ណាប៉ុន្តែព្រមមុននេះមិនព្រមធ្វើវីដេអូហើយប៉ុន្តែមានបញ្ហាកុំព្យូទ័រទៅវាលក្ខណៈលួតវីដេអូគឺបាត់ណាអ្នកគ្នាមានបញ្ហាកុំព្យូទ័រនេះហើយព្រមថតម្ដងទៀតថតម៉ោង11ជាងថតដល់ម៉ោង12ជាងឥឡូវនេះព្រមធ្វើការរៀបចំវីដេអូម៉ោង1ជាងចិត្តចូលសឹងណាចិត្តសឹងថតវីដេអូដើម្បីចាំដៃទៅកាន់អ្នកគ្នាណាហើយឥឡូវនេះយើងកុំអោយចំណាយពេលយូរកាន់តែធ្វើការ review មេរៀនរបស់លោកគ្រូតែប៉ុណ្ណោះហើយនេះគឺជាមេរៀនទីប្រមាណដែលបានសិក្សាជាមួយលោកគ្រូហើយនេះព្រមមើលនេះគឺជាព្រមមើលមេរៀនដែលយើងអនុវត្តជាមួយលោកគ្រូណាហើយនេះព្រមនេះអនុវត្តមួយវីដេអូរបស់លោកគ្រូមួយនេះព្រមអនុវត្តនៅសាលានេះអនុវត្តខ្លួនឯងផ្ទាល់ប៉ុន្តែលក្ខណៈថាបានវីដេអូទៅយើងត្រូវការបង្កើតសារថ្មីដោយសារព្រមគោលដៅរបស់ភិរមផ្លែរបស់ភិរមគឺបង្កើតចាស់ឲ្យអ្នកនរគ្នាបានទស្សនាពីការអនុវត្តរបស់ភិរមណាដែលយើងសិក្សាមួយលោកគ្រូទៅបនផលវាខ្លះចឹងអ្នកនរគ្នាដើម្បីកុំឲ្យចំណាយពេលយូរព្រមឥឡូវនេះគោលរបស់យើងគឺសិក្សាមេរៀនទី6គឺ CSAT Windows Form Application ណាហើយនេះគឺជាមេរៀនដែលយើងត្រូវអនុវត្តណាព្រមធ្វើការស្រង់មកប៉ុន្តែដោយសារមាន UI ណាព្រមធ្វើការអូកុំឲ្យចំណាយពេលយូរណាព្រមមើលយកមេរៀនរបស់លោកគ្រូមកទៅឥឡូវនេះយើងធ្វើការអានេះគឺជាយើងចំណានដល់ឆ្នាំខ្លះទៀតណាអនុវត្តជាមួយដោយ slide បង្កើត project ឈ្មោះថា Windows Form មួយលោកគ្រូណាចឹងព្រមសាស្ត្រអនុវត្តចឹងព្រមមើលកុំឲ្យចំណាយពេលយូរព្រមមើលអនុវត្តដែរព្រមមើលវីដេអូរបស់លោកគ្រូព្រមអនុវត្តណាចឹងព្រមធ្វើការទៅញូ project ណាយើងបើ project របស់យើងដែរយើងព្រមមានដំណាក់កាលព្រមដោយសារលោកគ្រូមានវីដេអូឲ្យមើលមុនព្រមមើលវីដេអូរបស់ព្រមអស់មើលវីដេអូរបស់លោកគ្រូឲ្យព្រមអនុវត្តនៅស្នាទៅចាប់ទាន់អ្នកគ្នាណាព្រមឆ្លងខ្លួនឯងគឺចាប់ទាន់មែនតើចាប់ទាន់ដោយសារយើងបានមើលមេរៀនហើយបានមើលមេរៀនរបស់លោកគ្រូមុនមួយទៀតតែពីយើងអនុវត្តហើយយើងយកមកអនុវត្តនៅទីកន្លែងខ្លួនឯងផ្ទាល់គឺយើងដឹង flow ណាហើយទៅតាមទ្រឹស្ដីផ្សេងដែលយើងអញ្ចឹងនេះគឺជាមេរៀនណាអ្នកនរគ្នានេះព្រមថតហើយមានបញ្ហានេះអ្នកនរគ្នានេះមេរៀនថតនៅស្រានេះព្រមខ្លាចអត់ចាំកន្លែងណាទៅព្រមថតទុកណត់តែតែបានមើលព្រមថតបានមើលទេអ្នកនរគ្នាព្រម review ឡើងវិញព្រមមើលតែទោះទេប៉ុន្តែវីដេអូនេះព្រមថតទុកខ្លាចលោមានបញ្ហាកន្លែងណាមួយណាអញ្ចឹងនេះគឺជាមេរៀននេះមេរៀន project ដែលយើងអនុវត្តមួយវីដេអូរបស់លោកគ្រូហើយនេះគឺជាមេរៀនដែលយើងធ្វើការអនុវត្តនៅសាលាហើយនេះគឺជាមេរៀនដែលយើងអនុវត្តដែលយើងមានបញ្ហាណាអញ្ចឹងព្រមមើលលទ្ធផលព្រមរានលទ្ធផលដែលព្រមអនុវត្តនៅសាលាអ្នកនរគ្នាអនុវត្តវីដេអូរបស់គ្រូគឺ style បែបហ្នឹងណានេះអញ្ចឹងយើងអនុវត្តគឺព្រមចូលសិនណាអញ្ចឹងព្រមអនុវត្តហើយព្រមធ្វើដាក់ថ្ងៃណាទី5មកអញ្ចឹងកាលនេះផងដែរព្រមអនុវត្តតាមលោកគ្រូគឺ clear data និង data ហើយចូលដល់ណៃហើយលុបដល់ណៃ clear data ណាអញ្ចឹងអនុវត្ត data នេះអនុវត្តហើយយើងអាចដាក់ថែមទៀតណាវាទៅក្រោមទៀតអញ្ចឹង clear data នេះគឺជាអនុវត្តមួយវីដេអូរបស់លោកគ្រូយើងធ្វើបានលទ្ធផលប៉ុណ្ណឹងណាអញ្ចឹងព្រមប្រាប់ពីលទ្ធផលដែលព្រមអនុវត្តព្រមអត្ថបង្ហាញថាអូព្រមបង្ហាញចង់មានបែបណាអ្នកទាំងនេះនេះគឺជាអ្វីដែលយើងធ្វើការ restart ដែលយើងធ្វើការអនុវត្តហើយយើងមកបង្ហាញនៅក្នុងវីដេអូទី6នេះដើម្បីថាអូអ្នកទាំងនេះការរៀនសិក្សាឬក៏យើងមើលមុនគឺវាទៅបានបែបណាណាអញ្ចឹងនេះគឺជាអ្វីដែលយើងអនុវត្តមួយវីដេអូអញ្ចឹងព្រមឲ្យមើលមួយទៀតអញ្ចឹងព្រមធ្វើការដូរនេះចេញណាព្រមធ្វើការយកនេះអញ្ចឹងព្រម project project ព្រមធ្វើការបើកមួយនេះ open ជា file ណាអូខេអានេះគឺជាអ្វីយ៉ាងអនុវត្តនៅស្រាប់អ្នកគ្នានេះលទ្ធផលរបស់យើងណាអញ្ចឹងមានថាយ៉ាងអនុវត្តគឺបានអនុវត្តតាមលោកគ្រូគឺយើងបាន upload អីណានេះ upload យើង upload profile ចូលធម្មតាណានេះអាច upload រូបភាពអីផ្សេងៗបាននេះអញ្ចឹងយើងបានតែប៉ុណ្្នឹងហើយចារក្សាទុកឬអីផ្សេងៗគឺយើងអាចថាអនុវត្តតែក្រោយបានតែចាំព្រមណាអញ្ចឹងព្រមកាន់តែប្រាប់ទៅទេអ្នកគ្នាណាអញ្ចឹងព្រមធ្វើការនេះអញ្ចឹងព្រមធ្វើការទុកអានេះចេញអ្វីដែលយើងអនុវត្តមួយលោកគ្រូណាអញ្ចឹងឥឡូវនេះយើងធ្វើការចាប់ផ្ដើមសិក្សាទ្រឹស្ដីជាមួយសិនអ្នកគ្នាណាយើងទុកសិនណានេះអញ្ចឹងយើងធ្វើការព្រមធ្វើការបង្កើតព្រមធ្វើការត្រៀមបង្កើត project ឲ្យកុំឲ្យចំណាយពេលយូរអូខេយើងព្រមធ្វើការអូដាក់ណាទៅអនុវត្តអញ្ចឹងព្រមមើលពីរបស់គ្រូសិនអញ្ចឹងលោកគ្រូផងដែរព្រមបានធ្វើការណត់ផងដែរនេះអីនេះមើលបានហើយអញ្ចឹងព្រមក៏តែ review ទេអញ្ចឹងយើងមុនដំបូងគឺយើងសិក្សាអំពីទៅនឹង CSAT Windows Form Application ប្រធានបទអញ្ចឹងណាហើយឥឡូវនេះប្រធានបទហ្នឹង CSAT ហើយនឹងអនុវត្ត project អញ្ចឹងតាមព្រមដាក់ប្រធានបទទាំងឯងជាមួយសិនណាអញ្ចឹងលទ្ធផលរបស់ទៅរបស់លោកគ្រូគឺយើងចេះបង្កើត project Windows Form ណាយើងចេះបង្កើត project Windows Form នេះ Windows Form នេះគឺជា Windows Form របស់យើងហើយស្វែងយល់អំពី interface ស្វែងយល់ community អញ្ចឹងណាមានថា interface របស់វាគឺមានដូចជាinterface របស់វាក៏ដូចជា hot box អីផ្សេងៗណាថ្ងៃហើយមួយទៀតមែនទេថ្ងៃវិទ្យាសាស្ត្ររបស់ form យើងយកវិទ្យាសាស្ត្ររបស់ form មានអានេះមាន main form នេះវិទ្យាសាស្ត្រហ្នឹងមានជាលក្ខណៈ design មាន code មួយទៀតជាបង្កើត tick box compose នៅក្នុង hot box របស់យើងណាមួយទៀតយើងចេះប្រើប្រាស់ container សម្រាប់ចំ layout អញ្ចឹងណាក្នុងមេរៀនរបស់ដែរអញ្ចឹងយើងអានេះបានយើងដឹងថាអូនេះជាអីណាអញ្ចឹង
mà nóយើងស្គាល់អំពី window form នេះគឺជា window form របស់យើងមកកន្លឹមនេះណាអញ្ចឹង window form វាជាមាន4 ចំណុចដែលលោកគ្រូដាក់មកណាជា UI យើងព្រមធ្វើការមើលនេះម្ដងនេះយើងជា UI ថាមើលសម្រាប់ដូចតែគ្នាទេសម្រាប់បង្កើតកម្មវិធីបង្កើតលើ Windows អីណាជា desktop application អញ្ចឹងដំណើរការនេះព្រមធ្វើការដំណើរការលើគេ Windows នឹង operating system ឬក៏ desktop application ណាហើយជាផ្នែកមួយនៃ net ecosystem ចាប់ផ្ដើមពី .framework ដល់ net ខុសនេះទៅវាស្រួលរចនាយើងរចនាងាយស្រួលមែនទែននៅក្នុងវា file ចូលយកដូចគ្រាន់តែអូសទម្លាក់ណាដោយសារយើងអូសទម្លាក់យើងធ្វើការដាក់កូដក្រោយយើងអាចជួយយកបាន hết viênប្រភេទ Excel ក្នុង computer បានណាជា framework ដែលមាន patch ចាស់ទុំអាចទុកចិត្តបានដើម្បីពុះជាពិសេសកម្មវិធីអាជីវកម្ម point of sale ឬក៏ POS អញ្ចឹងមុនដំបូងគឺយើងចេះបង្កើត project Windows Form បង្កើត project បានខាងនេះយើងបង្កើតចូលបើកធម្មតាមកនេះព្រមធ្វើការបើកធម្មតាណាចាំព្រមពីព្រមទឹកមើលព្រមធ្វើការមើលនេះហើយព្រមធ្វើការអនុវត្តតាមជាមួយយើងជ្រើសយកបង្កើត project មក Windows ឬយក Windows Form app សម្រាប់ប្រើជាមួយ .net ឬក៏ ចឹងនេះគឺជំនាញបើយើង .net លំបូនជំនាញចុងក្រោយតែមកទៀតឆ្លៃយកពី interface ស្លាយយកកូដនេះចំសកម្មរបស់យើងគឺមានដូច Thoughtbox នេះ Thoughtbox ណានេះ Thougtbox ព្រមមើលនេះបងគ្រូនេះអូខេនេះយើងបង្កើត project ណាយើងមកបាន project នេះស្រួលនេះអញ្ចឹងព្រមធ្វើការបង្កើត project ឲ្យហើយណាអញ្ចឹងព្រមធ្វើការបង្កើតអានេះហើយទៅមកទៀតស្វែងយល់ពីបុកក្លែងៗនេះណាទៅមកទៀតព្រមធ្វើការចាប់ផ្ដើមស្វែងយល់ពី interface បុកមានបានចំណុចណាអញ្ចឹងព្រមធ្វើការនេះអានេះអីទៅអញ្ចឹងព្រមធ្វើការអនុវត្តតែម្ដងហើយយើងបង្កើត project ណាចូល VS Code ហើយយើងបង្កើត project មួយអញ្ចឹងព្រមធ្វើការដោយសារនេះព្រមធ្វើការបង្កើត project របស់លោកគ្រូឈ្មោះថា File Source យកអីហ្នឹងទៅនេះខ្ញុំធ្វើការបង្កើតនេះឈ្មោះរបស់ឈ្មោះដែលយើងអនុវត្តជាមួយលោកគ្រូនេះ Windows Form application ណាតែព្រមធ្វើការបង្កើតឈ្មោះថ្មីទៀតហើយចឹងមុនបងយើងធ្វើការនេះយក Windows ណា Windows Form នេះចឹងយកខាងលើហ្នឹងហើយកុំឲ្យចំណាយពេលយក enter មកហើយទៅ Windows ដោយសារនេះមានឈ្មោះស្អីណាចឹងព្រមធ្វើការហើយព្រមធ្វើការដាក់យកដាក់ខាងក្រៅអ្នកនេះនេះខ្ញុំដាក់ខាងក្រៅពួកអីនៅខាងក្នុងពេកទៅវានេះវាអត់ឲ្យវាដាក់ខាងក្រៅពេកណាចឹងព្រមធ្វើការដាក់ Windows Lesson Windows Form Lesson ដាក់នេះ Lesson ទី5អានេះវាហើយដាក់profile history profile story ដាក់ profile history ចឹងណាអូច្រឡំបង្កើតវិញចឹងព្រមធ្វើការបង្កើតនឹងហើយព្រមធ្វើការដោយសារព្រមទូទៅព្រមធ្វើការដាក់បង្កើតមួយព្រមធ្វើការបង្កើតនេះមួយដើម្បីឲ្យវាចូលទៅក្នុងនោះណាកុំឲ្យវានៅខាងក្រៅចឹងណាចឹងងាយស្រួលចឹងព្រមធ្វើការដាក់នេះមកហើយព្រមធ្វើការដាក់ profile history ចឹងមកព្រមធ្វើការបង្កើតអានេះគឺ default website តែមកទៀតព្រមសូមធ្វើការនេះអានេះដាក់របស់យើងណាទី9បានទី support នេះជំនាន់ចុងក្រោយណាតែព្រមដាក់អានេះមកដាក់ long term support ដាក់ជំនាន់ចុងក្រោយគេដាក់8 9តែព្រមដាក់9ណាដាក់ជំនាន់ក្រោយតែម្ដងណាចឹងដាក់ជំនាន់ចុងក្រោយនេះសាច់មួយ Windows desktop របស់យើងណាព្រមដាក់ជំនាន់ចុងក្រោយ .net វាដាក់ send អស់គ្នាណាវាដាក់ send ហើយឥឡូវនេះកំពុងដំណើរការណាព្រមទឹកមាន2អានេះទឹកមួយបើសិនបើចង់បង្កើតថ្មីដាក់ VS Code មកបង្កើតថ្មីមកវាមាន2មាន3ណាព្រមធ្វើការបង្កើត send អូខេបង្កើតផងជាងក្រហមបាទចឹងព្រមdesign full ហើយជំនាញចុងក្រោយនេះអ្នកគ្នាព្រមមើល send ថាជាព្រមមើលអូខេលុប send ហើយព្រមធ្វើការបង្កើតថ្មីចឹងព្រមធ្វើការចូលមកកន្លែងនេះណាខ្ញុំបង្កើតថ្មីមកឲ្យចំណាយពេលយូរចឹងព្រមធ្វើការចាប់ផ្ដើមនេះមក Windows Form នេះយើងមាន default site ទេមកអានេះមកហើយចូលអីចូលឆ្លងកាត់ថ្មី history មកទៀតដាក់នេះមកខ្ញុំមានដាក់បែបនេះមកកុំឲ្យខ្លាញ់លោមានបញ្ហាកន្លែងហ្នឹងណាឬក៏វាអត់ស៊ីគ្នាអីទៅអញ្ចឹងឥឡូវនេះកំពុងតែបង្កើតព្រមមេរៀននេះយើងបង្កើតដូចតាមគ្រូនេះយើងរៀនមកហើយយើងតាមយកនេះស្វែងយកពីទៅណាតែនេះមានដូចជា Thougtbox វា Thougtbox គឺ Thougtbox format solution យើងយកពីកន្លែងនេះប្រាប់ពី Windows ណាយើងយកពីកន្លែងនេះអូខេហើយស្វែងយកពី interface របស់យើងនេះស្វែងយកពីអានេះគេ interface របស់3 4នេះគេថា interface VS communicative នេះព្រមបង្កើតបានណាកាត់បាននេះវាប្រកបនេះគឺ summary សេវាដែរម្ដងទៀតហើយទៅបើកនេះគ្នាព្រមមានបញ្ហាសេវាព្រមមានបញ្ហាសេវាហ្នឹងទៅអត់អូពេលខ្លះសេវាហ្នឹងដល់លឿនមែនតែពេលខ្លះដល់យឺតព្រមយើងបាក់នេះដែរព្រមការបើកម្ដងទៀត
ជាប្រថា Anniversary ឬព្រមធ្វើការបង្កើតថ្មីមួយទៀត plus អូដាក់ប៉ុណ្្នឹងអូដាក់ច្រើនពេកអ្នកគ្នាច្រឡំហើយចុះ demo 5មកយើងដាក់ demo 5តែប៉ុណ្្នឹងណាមិនយើងដោយសារយើងដាក់នេះវិញពេកទៅវាអត់ឲ្យ demo 5ណាវីដេអូចឹងមកចាប់ទៅធ្វើវីដេអូចឹងព្រមធ្វើការដាក់វីដេអូចឹងមកគេដាក់នេះមកកុំឲ្យនេះពេកអូខេចឹងព្រមធ្វើការ next អូខេប៉ុណ្នេះបានអ្នកគ្នាបានហើយដោយសារមិនវិញពេកអ្នកគ្នាវិញពេកគេវាអត់ឲ្យទេចឹងព្រមកាត់មកទៀតស្គឹមតែបានណាហើយសេវានេះដៃយូរសេវានេះជាមួយ download ធំបានហ្នឹងជាមួយបានឬអត់ចាំសិនមកមួយជាងឥឡូវនេះបានអ្នកគ្នាបានហើយអញ្ចឹងយើងធ្វើការចាប់ដើមអាចទាញជាបាននេះសេតាមនេះអញ្ចឹងហើយអញ្ចឹងមានបានកន្លែងនេះហើយអ្នកគ្នាវាញ៉ៃណាអ្នកគ្នាត្រូវចង់បានស្អាតណាព្រម design ព្រមនេះអញ្ចឹងអ្នកគ្នាត្រូវការកន្លែងនេះ selection អញ្ចឹងមានអញ្ចឹងណាមាន3នេះយើងឃើញនេះដាក់មកលើនេះដាក់មកនេះអានេះឃើញចឹងនេះអញ្ចឹងយើងដាក់ព្រមធ្វើការដាក់អញ្ចឹងមកដាក់នេះមកហើយព្រមធ្វើការដាក់ប្រតិវិធីខាងក្រោមយ៉ាងនេះខាងក្រោមពេកពីចឹងណាអូខេចឹងបានពីចឹងដាក់ត្រឹមគ្នាដល់គ្នាណាចឹងយើងធ្វើការអានេះដូចជាធំពេកដាក់ប៉ុណ្្នឹង profile មកប៉ុណ្្នឹងហើយចឹងយើងធ្វើការទាញនេះមកឲ្យយើងនេះនេះចឹងហើយព្រមធ្វើការចាប់ដើមមានណាចឹងយើងត្រូវយល់អញ្ចឹងកន្លែងនេះបើសិនជាចេញ selection ទៅចុចនេះមកនេះវាចេញឲ្យណាហើយទៅមកទៀតយើងធ្វើការសេរីមកថតបុកនេះយើងធ្វើការអូដាក់ណាក៏បានដែរតែព្រមធ្វើការដកនេះថតបុក view ថតបុកនេះថតបុកណាវាចេញឲ្យមកទៀតកន្លែងហ្នឹងវា property ចឹង property នេះបើសិនជាចុចលឿននេះលឺ window ហ្នឹងវាចេញឲ្យនេះ property ណាស្រីមកអញ្ចឹងណាអញ្ចឹងព្រមធ្វើការ save មកអញ្ចឹងមើល uniform design ណាអានេះជារចនាសម្រាប់រចនា UI របស់យើងដល់មើលឃើញយើងមើលឃើញធម្មតាអញ្ចឹងមួយទៀត box tab box នេះ tab box នេះបុគ្គលប៉ុន្តែមានដូចជាយើងចុចនេះបាននេះហើយផ្ទុកនៅ UI control មានប៊ូតុង tick box ច្រើនទៀតនិង component ផ្សេងទៀតនេះណាផ្ទុកនៅនេះកន្លែងនេះយើងយកមកប្រើទៅអូខេដាក់ឲ្យមកអូទៀតនេះអានេះ tick box របស់យើងអូខេអញ្ចឹងមួយទៀតproperty នេះ property យើងនិយាយលើ property មិនដែរវាទៅមុននេះ property គឺជាបង្ហាញឲ្យគេប្រើ attribute និង event របស់ control ឬក៏ file បានជ្រើសរើសណាមួយទៀត selection explorer នេះ explorer មកដែរគឺគ្រប់ឯកសារនិង file ទាំងអស់នៅក្នុង project របស់យើងណាមានដូចជានេះដូចជានេះយើងអាចចុចមើលបានអ្នកគ្នាណាអញ្ចឹងយើងអាចចុចមើលបាននេះយើងមើលនេះហើយយើងកន្លែងនេះ project របស់យើងទាំងអស់នេះណាទាំងអស់នេះជាកន្លែង design នេះកន្លែង code file របស់យើងនេះមាន2ណាតាម CN ទៅអញ្ចឹងមានលក្ខណៈជា video មានលក្ខណៈជា code លក្ខណៈជា UI នេះទាំងអស់នេះយើងអាចចូលមើលនេះបានអញ្ចឹងបើព្រមចង់ធ្វើការ design ព្រមធ្វើការចុចនេះមកហើយព្រមធ្វើការចុចនេះ form 4ណាគឺអ្នកគ្នាដូរកន្លែងនេះហើយយើងធ្វើការចុចនេះចង់ view design view code មកយើង view code ទីខាន់ code នេះcode កន្លែងនេះដាក់នេះមកអូខេនេះណាទៅមកទៀតឥឡូវនេះយើងបានណាចឹងបានអូខេនេះឥឡូវនេះយើងធ្វើការរៀបចំរួចអស់ណាអញ្ចឹងទៅមកទៀតអ្នកគ្នាត្រូវការគេយើងយកពី40ហើយមាន form សារគប់ទៅអភិវឌ្ឍ reconstruct event ចឹងទៅនេះ CR របស់យើងនេះអាចហ្នឹងណាមួយទៀតយើងអានេះ form 1 form design អានេះសម្រាប់ design UI របស់យើងណាមាន design event ទៅយើងទៅអនុវត្តណាមួយទៀតអានេះ design ការ window design ដែលសម្រាប់យើងបង្កើត video នេះដែលសម្រាប់អានេះជា code របស់យើងអញ្ចឹងយើងទៅទៀតអានេះ label នេះយើងអនុវត្តយើងនឹងធ្វើការអនុវត្តទៀតនេះ label tick box control box អីយើងអនុវត្តនេះចាំយើងអនុវត្តយើងវាមួយណាអញ្ចឹងអ្នកគ្នាឥឡូវនេះធ្វើការចាប់ដើមលោកគ្រូបានឲ្យយើងនេះអញ្ចឹងព្រមបានធ្វើការអនុវត្តនេះ down អានេះមួយនេះ Krypton token battery ណាចាំធ្វើការ down ហើយមកជំនាញហើយធ្វើការ down អានេះជា admin default ណាដល់ពេលយើងកាប់ជាមួយវាមកសាច់ណាចាំធ្វើការបង្កើត down នេះមាន real time មាន4ណាព្រមមកទៀតចាំ slow ទៀតនេះព្រមធ្វើការ down ទៀតហើយព្រមធ្វើការ manage យើងអត់ទុកសម្រាប់ណាយើងទុកក្រោយបានដែរសេវាដើមវិញចឹងព្រមធ្វើការ down ទៅម្ដងនេះ browser យើងឡង browser data ណាចឹងយើងធ្វើការចាប់ដើមដល់មកមាន Krypton token អីផ្សេងណាដល់4នេះមកដើម្បីឲ្យបង្ហាញ UI មកស្ដាប់ណានេះចឹងព្រមធ្វើការអនុវត្តឬក៏ទុកសិនក៏បានដែរចាំពីដើមចឹងព្រមធ្វើការទុកសិនដើរចឹងព្រម uninstall apply នេះបានណា
Nantiយើងធ្វើការ Krypton ម្ដងដល់នេះម្ដងកុំឲ្យ Krypton អូខេ token ចឹង download មកហើយទៅ apply accept គេទៅមកទៀត material ចឹងក្រុមធ្វើការ material នេះដល់មួយទៀតមកអាន3 2អាន3យើងដល់ទៅហើយណាទៅទៀតយើងអនុវត្តយើងត្រូវការយកមកប្រើប៉ុន្តែទៅមុខទៀតអញ្ចឹងក្រុមធ្វើការដល់ហើយ license ហើយមួយទៀត metro sit ដល់នេះអូខេមួយទៀតដល់បាត់4មកអូខេបាត់4 metro sit អូខេឥឡូវនេះយើងដល់សិនណាអ្នកគ្នាហើយអាចថាយើងយូរបន្តិចឥឡូវនេះតែ listen ឬក៏ទុកសិនក៏បានដែរអញ្ចឹងក្រុមធ្វើការអនុវត្តបន្តណាហើយនេះអញ្ចឹងយើងធ្វើការយកពីហ្នឹងហើយចាប់ផ្ដើមអនុវត្តតាមរបស់លោកគ្រូអញ្ចឹងមុនដំបូងអ្នកគ្នាមុនដំបូងគឺយើងត្រូវការ design ណា design ឲ្យដូចអញ្ចឹងមុនដំបូងយើងដាក់ឈ្មោះ main form ឯកសាររបស់យើងណានេះដាក់មុនដំបូងគឺមានតែហ្នឹងទេអញ្ចឹងក្រុមធ្វើការទុកសិនក៏បានដែរគឺដើរសិនអូខេអញ្ចឹងក្រុមធ្វើការមុនដំបូងគឺក្រុមធ្វើការចុចមកកាន់កន្លែងនេះហើយក្រុមធ្វើការដាក់ឈ្មោះតាមឲ្យដែលលោកគ្រូហើយដាក់ main form អូខេ main form ដាក់មកវាឃើញណាមកទៀតយើងដាក់ហ្នឹងហើយអូខេអញ្ចឹងចុចមកខាងស្ដាំមួយហ្នឹងណាអញ្ចឹងមានថាយើងបានចូលលើគេ Windows របស់យើងអញ្ចឹងយើងអាចធ្វើការគេដាក់ចំអានេះដាក់ចំកណ្ដាលនេះអានេះមានទៅមកទៀតអនុវត្តតាមលោកគ្រូមុនដំបូងយើងដាក់អានេះ center train ដាក់ចំកណ្ដាលហើយទៅមកទៀតដាក់ពួរ Windows របស់យើងដាក់ពួរអីគេអញ្ចឹងព្រោះធ្វើការចូលលើហ្នឹងហើយនេះបងនេះពួរអីគេមកពីណាអត់សល់ទេមកនេះដាក់ខ្មៅវិញមកអូខេទៅមកនេះដាក់ពួរនេះពួរណា back color របស់យើងដាក់ពួរទៀតដាក់ពួរនេះនេះបាននេះអ្វីដែលយើងនេះលោកគ្រូណាអញ្ចឹងយើងធ្វើការមកតិចគ្នាមកហើយនេះចាំមកទៅវាហ្នឹងហើយទៅមកទៀតធ្វើអីគេទៅមកទៀតកន្លែងហ្នឹងយើងដាក់ហ្នឹងហើយយើងបានពួរណានេះបានពួរហ្នឹងហើយយើងត្រូវការដាក់នេះគេព្រមនេះនេះ label នេះ label របស់យើង label អញ្ចឹងព្រមធ្វើការដាក់លោកគ្រូដាក់កម្មវិធីព្រមធ្វើការដាក់គេដាក់ផ្សេងមកគ្នាមកនេះនេះអ្វីដែលយើងដល់ my color នេះមានតែ all comment តែប៉ុន្តែយើងពេលដល់ដាក់មកវាចេញមកកន្លែងនេះទៀតណាកន្លែងនេះទៀតដូច្នេះយើងធ្វើការយើងស្ទើរពាក្យ label ហើយ label អូកន្លែងនេះដាក់គេដាក់តិចណាខ្ញុំដាក់តិចនេះដាក់ main form នេះ main form ហ្នឹងណា main form អញ្ចឹងព្រមធ្វើការដូរដាក់អូខេនេះដាក់ main form ហ្នឹងណាដាក់ main form អញ្ចឹងដូរនេះបានហើយអញ្ចឹងព្រមធ្វើការនេះដាក់ main form ដែរដាក់បានហើយអញ្ចឹងព្រមធ្វើការចាប់ផ្ដើមយក label មកដាក់នេះ label នេះ label ឆ្លងនេះមុខឲ្យវីដេអូនេះមាននៅទីនេះបិទសិនមកនេះអញ្ចឹង label របស់យើងនៅក្នុងវីដេអូរបស់យើងណាយើងដាក់មកអញ្ចឹងព្រមធ្វើការមកដាក់ហើយព្រមធ្វើការរៀបចំនេះយើងត្រូវយល់ណាមុនមកយើងត្រូវ label គឺដើម្បីបង្ហាញតែបរិយាកាសយើងមកប្រើ label អាចកែបានទេអញ្ចឹងប្រតិសំខាន់ដូចជា tick អត្ថបទត្រូវបង្ហាញ font store for color ពណ៌អក្សរ3 color ទៅទីខាងក្រោយ auto style បើគ្រូវាប្រូទៅតាមអក្សរអញ្ចឹងយើងធ្វើការអនុវត្តមកអញ្ចឹងព្រមធ្វើការចាប់ដើមមុនបងព្រមធ្វើការដាក់គេដាក់កម្មវិធីយើងនេះព្រមដាក់ព្រមទៅគ្រូអញ្ចឹងព្រមធ្វើការដាក់ខាងក្រោមមកនេះ tick របស់យើងណាដាក់ព្រមដាក់ព័ត៌មានគេថាដាក់អីគេដាក់គ្រប់គ្រងព័ត៌មានទៅខ្លួនដាក់គេដាក់ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងព័ត៌មានព័ត៌មានអញ្ចឹងណាដាក់ចឹងហើយវាលូតមកនេះយើងចុចចូលលើនឹងហើយទៅមកទៀតអ្នកគ្នាត្រូវការមកកាន់នេះ worker ណានេះដើម្បីដូរពួរនេះអញ្ចឹងព្រោះធ្វើការដូរដាក់ពើ store ពើ store នេះដាក់ font នេះ font របស់យើងអញ្ចឹងព្រោះធ្វើដាក់ខ្មែរមូលឡាញខ្មែរ OS មូល16អូខេអញ្ចឹងដាក់ហ្នឹងហើយអញ្ចឹងព្រមមានផ្ទៃខ្លួនណាព្រមមានផ្ទៃខ្លួនអញ្ចឹងព្រមដាក់ប៉ុណ្ណឹងបានហើយព្រមធ្វើការអីទៀតអញ្ចឹងព្រមធ្វើការអញ្ចឹងព្រមធ្វើការដាក់ auto style ទៅហូបណាដូចយើង auto style ដាក់គេដាក់ true មក true ហើយអញ្ចឹងព្រមធ្វើការដាក់ប៉ុណ្ណឹងហើយនេះធ្វើការបានហើយអញ្ចឹងព្រមធ្វើការចំការព្រមមានផ្ទៃខ្លួនអញ្ចឹងមុនយើងត្រូវការប្រើនេះប្រើ box ណាខ្ញុំធ្វើការប្រើ box
របបរបស់យើងហើយអូចឹងមកមកជិះដែរគេដាក់ចឹងណាមកទៀតក្របបុកនេះយើងដូចដាក់ឈ្មោះហ្នឹងណាយើងមកដាក់ឈ្មោះមកដាក់គេដាក់ដូចគ្រូព្រមមានផ្ទៃខ្លួនព្រមធ្វើការព័ត៌មានផ្ទៃខ្លួនអូខេដាក់ប៉ុណ្្នឹងណាហើយទៅមកទៀតយើងធ្វើការដាក់ black ពណ៌សហើយទៅមកទៀតខ្ញុំដាក់ខ្មែរ OS សៀមរាបមកណាខ្មែរ OS សៀមរាបដាក់14មកធំនេះអញ្ចឹងដាក់ព័ត៌មានផ្ទៃខ្លួនអញ្ចឹងណាទៅយើងដាក់បានហើយអញ្ចឹងយើងបានប៉ុណ្្នឹងណាយើងកន្លែងហ្នឹងគឺយើងបានប៉ុណ្្នឹងហើយឥឡូវនេះយើងធ្វើការប្រើយកឈ្មោះយើងប្រើ label ហើយ tick box ណានេះ label យើងធ្វើការ copy នេះក្នុងកន្លែងនេះយើងប្រើគេប្រើ label យើងដាក់ label មកសេ label មិនណា label មិនឯងដាក់ store មកដាក់រូបថតអូខេខ្ញុំព្រមធ្វើដូរដាក់គុណនាមកុណនាមច្រឡំគុណនាមអូខេគុណនាមហើយចឹងដាក់ប៉ុណ្្នឹងហើយគុណនាមអត់មានតអ្នកនេះគុណតាចេះសិនគុណតានាមអូខេមកទៀតយើងធ្វើការដាក់មកទៀតដាក់ copy ចេះអូខេហើយនាម page នាម page នាមហើយនេះ page អូខេ page អូខេ page អញ្ចឹងកន្លែងនេះផងដែរ label ហើយនេះក្របបុកមកណាtick box អីគេខ្ញុំទៅនេះក្របបុកណាក្របបុករបស់យើងណាបុកយើងនេះអីទេខ្ញុំខ្ញុំមើលមានក្រៅអញ្ចឹងក្របបុកអញ្ចឹងយើងធ្វើការក្របបុកហើយយើងធ្វើការអានេះហើយយើងធ្វើការនេះadd នេះចូលណា add tick box ហើយនឹង tick box ហើយនឹង tick box ហើយនឹងខំបុកអញ្ចឹង tick box យើងធ្វើការបុកណាtick box ណាបាននោះអត់ទេមកហើយទៀតមកទៀតអញ្ចេះអានេះខាងក្រោមហ្នឹង page ហ្នឹងវាលក្ខណៈយើងជឿរឿនណាយើងជឿរឿខំបុកខំនេះខំបុកអូខេនេះខំបុកទៅមកទៀតកន្លែងនេះយើងថ្ងៃខែឆ្នាំកំណើតដាក់ឆ្នាំកំណើតមកធ្វើការថ្ងៃអូខេកំណើតខែឆ្នាំកំណត់ហើយអានេះព្រមធ្វើការកន្លែងនេះគេប្រើ date time ណា date time ដាក់ date time មកនេះ date time អញ្ចឹងឥឡូវនេះព្រមធ្វើការ date time ព្រមធ្វើការដាក់កន្លែងហ្នឹងមានកន្លែងហ្នឹងជាងមានទេមានអូខេអញ្ចឹងកន្លែងនេះបងប្អូនគ្នាចាំមើលសិនមើលទាំងទីរកអីគេមិញរកform question យ៉ាងនេះទូសិនណាអានេះយើងប្រើនឹងហើយហើយនេះយើងមើលស្ថានភាពគ្រួសារមានគ្រួសារអញ្ចឹងយើងមើល copy ហើយស្ថានភាពគ្រួសារអញ្ចឹងធ្វើការស្ថានភាពគ្រួសារហើយអានេះយើងប្រើគេយើងប្រើច្បុកណានេះច្បុកនេះច្បុកណាបើជឿឬ thích ឬក៏ thích អីណាដាក់មានគ្រួសារមានគ្រួសារចឹងដាក់មានគ្រួសារហើយនេះប៉ុណ្្នឹងហើយទៅមកទៀតកន្លែងនេះយើងដាក់ label យើងប្រើ label ដើម្បីប្រើប៊ូតុងអានេះចេញមករហូតចឹងប៊ូតុងណាប៊ូតុងកន្លែងនេះដើម្បីធ្វើការទុក save រក្សាទុកអីណាខ្ញុំកាត់ដាក់យ៉ាងណាធ្វើការថែរក្សាទុកសាទុកហើយដាក់ពួរយើងដាក់ពួរណាពណ៌ខិតរបស់យើងដាក់ពួរគេព្រមធ្វើការដាក់ពួររៀងកម្ៅធំពេកហ្នឹងណាអញ្ចឹងព្រមធ្វើការដាក់នេះដិនតិចដាក់ហ្នឹងណាអញ្ចឹងកន្លែងនេះផងដែរដល់កន្លែងនេះយើងដាក់រូបភាពណាយើងដាក់ប្រើ picture box អញ្ចឹងធ្វើការដាក់ picture box
picture box គេចាប់ហ្នឹង picture box របស់យើងកន្លែងនេះដាក់ស្មើគ្នាដាក់ឲ្យទៅគ្នាហើយមកទៀតហ្នឹងហើយការដូចគ្នាដែរដាក់ចំគេចឹងមកហើយទៀតមកទៀតកន្លែងនេះខ្ញុំខ្សែមួយសិនមើលកុំឲ្យមានបញ្ហាអូខេយើងអនុវត្តមួយសិនអ្នកគ្នាណាចាំយើងចាំអានទិសក្រានេះបានណានេះហ្នឹងហើយយើងធ្វើការដាក់រូបភាពចូលណាអញ្ចឹងរូបភាពនេះដាក់រូបភាពចូលហើយយើងលើនេះណាអូខេហើយជួ image ហើយ location status ហើយកន្លែងនេះគឺក្រុមធ្វើការចូលនេះដាក់រូបមួយដាក់រូបនេះណានេះអូខេអញ្ចឹងមុនវាអត់ពេញតែដាក់នេះមកនេះដាក់វាគេចឹងអូខេអញ្ចឹងអានេះរូបភាពណារូបភាពអញ្ចឹងក្រុមធ្វើការដាក់ upload នេះក្រុមធ្វើការដាក់អីហើយណាអញ្ចឹងក្រុមធ្វើការផាត់ប៊ូតុងដោយសារយើងមានដល់ហ្នឹងផាត់ប៊ូតុងមិនដល់ណាប៊ូតុងអូខេនេះប៊ូតុងរបស់យើងណាអូខេអញ្ចឹងមុនបងវាឃើញចាំប៊ូតុងរបស់យើងហើយយើងដាក់រូបភាពមកយើងមានរូបភាពស្អីណានេះគេដាក់ផាត់រូបភាពអូតូ default វាសាច់អញ្ចឹងក្រុមមានរូបភាពស្អីហើយដាក់អញ្ចឹងមកអូខេហើយក្រុមធ្វើការកន្លែងនេះគឺដាក់ upload នេះដាក់បាត់មក upload ហើយកន្លែងនេះផងដែរយើងដាក់ខាងលើហើយកន្លែងនេះយើងធ្វើការដាក់នេះហើយព្រមធ្វើការដាក់ហ្នឹងទៅមកទៀតកន្លែងនេះកន្លែងនេះគ្រូដាក់លេខតាណាទេចង់ផ្លេច promotion អូខេ position គេយក position នៅកន្លែងនេះគ្រូដាក់នេះដូរiPhone ហ្នឹងណាដូរយើងដូរដាក់នេះ format ឡងដាក់ short នេះដាក់នេះមកអូខេមកទៀតយើងធ្វើការលោកគ្រូកន្លែងនេះលោកគ្រូអនុវត្តនេះហើយយើងធ្វើការដើម្បី upload រូបភាពចូលបានយើងធ្វើបែបណា upload រូបភាពបានណាខ្ញុំព្រមមើលកន្លែងនេះលោកគ្រូដាក់ button image ណាកន្លែងនេះហើយលោកគ្រូដាក់ upload កន្លែងហ្នឹងហើយយើងធ្វើការ upload នេះខ្ញុំធ្វើការដាក់ upload ដែរនេះ upload ដែរណាច្រើននេះហើយព្រមធ្វើការចុចនេះឈ្មោះនេះ control M អូខេបានណាអញ្ចឹងព្រមធ្វើការចុចនេះហើយព្រមធ្វើការ run មួយសិនទៅពេលយើង run ឥឡូវនេះវាលក្ខណៈថាវាអត់ឲ្យនេះចុចទៅវានេះវាដើរអញ្ចឹងវាដើរបានទេនៅការណា upload នេះណាបានទេអញ្ចឹងអាចធ្វើដាក់បានជួយបានណាបាទប៉ុន្តែវាលក្ខណៈអត់បានទេនេះបានណាអញ្ចឹងយើងបែបព័ត៌មានបានធម្មតាណាតែយើង upload អត់បានទេអញ្ចឹងអានេះយើងអនុវត្តដល់ទេយើង upload រូបភាពសិនអញ្ចឹងព្រោះ upload រូបភាពអញ្ចឹងគេចំកន្លែងនេះមកយើងចង់ upload រូបភាពអញ្ចឹងលោកគ្រូដាក់ឈ្មោះនេះគេដាក់ profile នេះដាក់ profile ណាដាក់ profile អញ្ចឹងព្រមធ្វើការដាក់ profile ដែរនេះ profile កន្លែងហ្នឹងណាអញ្ចឹងព្រមធ្វើការអូច្រឡំព្រមធ្វើការដាក់ profile កន្លែងហ្នឹងនេះ profile កន្លែងហ្នឹងណាអូខេយើងដាក់ឈ្មោះ profile ដើម្បីធ្វើការដាក់មិនបានដាក់នេះសួរចំណាំអញ្ចឹងព្រមធ្វើការដាក់ហ្នឹងហើយព្រមធ្វើការចូលមកកន្លែងហ្នឹងហើយប្រតិវិធីហើយកន្លែងនេះមានដូចគ្នាទេកន្លែងនេះចុចមកឃើញចេះសាច់ដែរអញ្ចឹងកន្លែងនេះចុចមកកន្លែង event ដូចសារ event កន្លែងហ្នឹងណាយើង select យើងអត់មានណាអត់មានទេមុំឡើងទៀតអញ្ចឹងយើងអូខេនេះរបស់លោកគ្រូហើយនៅពេលនេះយើងធ្វើការនេះឡត់ចុះនៅពេលយើងចុចលើនេះហើយចុចលើនេះមកវាឃើញនេះคลิกណាคลิกដូច្នេះព្រមធ្វើការចុចមកនេះហើយព្រមធ្វើការចុចនេះព្រមធ្វើការចុចមកនេះវិញ event ហើយព្រមធ្វើការ double click នេះវាចេញឲ្យ double click នេះកូដណាអញ្ចឹងនេះជាចំណងកូដរបស់យើងនេះហើយយើងធ្វើមកតែនេះចេញណា BTN upload clean image នេះតែយើងចុចបានវាចេញមកកន្លែងនេះណាវា control គ្នាមិនថាយើងបានណាដូចថាយើងធ្វើការអនុវត្តកូដយើងធ្វើការអនុវត្តកូដ double click ម្ដងទៀតយើងធ្វើការសរសេរមួយកូដសិនកូដនេះកូដប៉ុណ្ណឹងណានេះ open file ណា open file យើងធ្វើការសរសេរ open file ដេឡងធ្វើការ BTN upload អត់ចេញឲ្យប៉ុណ្ណឹងម្ដងទៀតអញ្ចឹងធ្វើការម្ដងទៀតWindows អូយើងប្រើ private សិន private ណានេះយើងប្រើ private ណា private ប៊ូតុងអញ្ចឹងយើងធ្វើការប្រើ private មកនេះមួយទៀតណាត្រេនណាអញ្ចឹងយើងកន្លែងហ្នឹងមានហើយយើងធ្វើការដាក់ private BTN upload
mua thì sân cái đóยังมีปัญหาเรื่องติดจับมองไอ้ดิอะไรนั่นมั้งผมก็ปิดตราจังหวะđó ngay trong mưa sân ôi đây tôi cứ bắn táo này ok cái chỗ định đào ở đây thì chừng cảnh xe nó hay nó xem cái món tiếp theo cả này tránh dính thì vô đây nha, mà đặt đây nhé. Ok. Ok bạn nhé, trong những tôi ca cho bạn đặt đồng tiền trong đừng bol trong tôi ca cho mà căn này cái mình santi ok tìm tiếp property thì bây giờ upload image như là bị thằng upload image hay là nếu trên Fuka cho bạn đâm ở cho một căn ninh hay đầu tiên ở đây là bài clip đó property bên tràn ok này chẳng này trong Fuka copy này code trong đó này copy code này đó rồi copy code này hay Fuka đã mọi này mất ok chẳng bán này nhưng Fuka open này lọt này nhưng mà bạn biết đó nhưng mà sẽ bây giờ được thì chẳng những thứ Fuka phải thằng bán này chẳng mình thay nhưng có thể thằng bán sẽ lấy in mấy cái hay file bao nhiêu mình chia file chịu thích nhưng ở file này cái upload được bán á thì cũng là ban này chẳng chơi ok mất vì chơi ở profile image bao nhiêu này profile đấy bây giờ vô pin này này profile pin lại nè thì profile bao nhiêu này chẳng profile nè cho profile nữa này chẳng profile nó dân bạn này mà nè image chỉ được full size image from file được cái nào đây dân cụ đã cái nào nữa trong Fuka ra sắp ban được ở thế này ok bán ok anh bật bao nhiêu chục trên này cái lót ok ban này chẳng dân Fuka được xây dựng tiền bàn anh bật to đấy phải chạy cái dạng bật to nàyแต่มันสาธุที่ยังตุกเส้นกันนี่เราเห็นนะบ้านจังพรุ่งมันดัดบ้านนั่นนี่ไรนี้ถ้ายังจุดไรนึงให้จังบริตุกาจุดไรนึงให้จริงมองไรนั่นนี่โอเคจุดไรนึงให้ยังทุกการจุดpropertyนะเดี๋ยวมือกดใบยังนี่ใส่ยังจุดเต็มหมดนี่อันนี้ใส่ยังชั่วโมงนี้กับจุดนี้นะดับเบิลคลิกปีดอมโอเคมาวิ่งขึ้นเอาจุดยังใส่กดเลยนี่ยัง select btn upload นี่คลิกนี่ default ใส่นะอันนี้สก็คลิกนี่จะ default ใส่ยังนะยังมองอันบนเอานี้นะยังมองจะ satisfy มาดองจังพวกได้ลูกบันตามไว้ทันนี่แล้วบอยังใส่ได้นั่นทิกบอกยังทิกบอก control ทิกบอกอะไรนะทิกบอกมันbọc này thị bọc này thị bọc pi này thị bọc này chẳng như anh chơi cho phần miền Nam đối chia rồi thị bạn thấy từ bạn này thì từ bạn bọt ai một thị anh dùng để tràn ai trên này càng cáo này chẳng dừng cái only càng cáo này thì miền only này miền only ra sẽ bằng hai an nhưng mà chị an hai một tiết password trên một bạn đi password chèn này dừng anh cả một bạn password chèn bạn soi cái này nữa cái này cái chia ba dàn bạn này bây giờ xây đâu này nhà này dừng xây đây được luôn ok được số này bạn bậtนี่เดี๋ยวเส้นนี้ให้เดี๋ยวมาเทียบยังมือหนึ่งต่อคำบอกนี่คำบอกนั่นนี่คำบอกใบยืนนะนี่คำบอกนั่นนี่เป็นชื่อเรื่องนั่นนี่อันนี้เป็นคำบอกอะไรนี่คำบอกขโมยมันแต่มวยนะจังจะ drop down list และที่เรื่องมุกบานที่ผมติดสการวิจัยที่มันจะทะลินี่อย่างนี้นะไอ้ select เดี๋ยวมันจะเรื่อง select drop down ติดตามนี่ไปยัง select นี่ select ดับปีใบดับในบานเนี่ยcái nào kia phải thàผมอันนี้มุกเทียบลำเนี่ยลำรันเขาเด้งเดี๋ยวผมรันจะลำรันนี่แค่นี้นั่นเดี๋ยวนี่ไปยังในมุมสิ่งจะลองสิ่งที่เราจะลองไม่ติดใส่ไอ้อะไรนี่ยังนี่บ้านน่ะยังมาไปยังนอนนี่พรุ่มเอาแต่มาด่านี่โจ้น่ะเดี๋ยวนี่ยังพรุ่มตุกาได้โจ้เซนยังพรุ่มตุกาได้โจ้เลยมาไกลนั่นนี่ไกลนึงยังพรุ่มตุกาเย้ที่แบบบุ๊กยังพรุ่มตุกาได้นี่โจ้นี่โจ้นี่นั่นนี่ดำเนี่ยดับโปรสไลซิมซียังพรุ่มก็โอเคมั้งcontrol em nó chúng ta refresh cái cưới nàyนะอยากจะรื้อบ้านนี่โอเคจังไม่ทักไรนี่คือยังอยากจะรื้อบ้านนั่นด้วยไปเดี๋ยวกูบ้านเปลี่ยนthìยังมัน drop down drop list center นี่จังรีบบอกไปนี่รีบบอกมาเยอะรีบบอกนะรีบบอกมีนรีบบอกดูจากเห็นเต้ไปแค่รีบบอกนะนี่
នេះបុកណាខ្ញុំអនុវត្តមួយដល់ព្រោះមានអញ្ចឹងអាចខ្ញុំទៅស្លេបានជាជឿនេះដូចបែបគ្នាណានេះនេះគេដែរនេះខំឆែកបុករបស់យើងណាឆែកបុករបស់យើងអូនេះឆែកបុកនេះតែនេះណាខ្ញុំតិចនេះប្រទេសសំខាន់ឆែកតម្លៃ true false ណានេះអាចបត់អក្សរខាងជើងឬក៏ទៅសញ្ញាចឹងទៅនេះមានទីមានអីនេះអញ្ចឹងយើងមានឆែកបុកនេះណាមាននេះមានទីផ្សេងទៀតអញ្ចឹងយើងធ្វើការមកនេះមកនេះពីព្រមធ្វើការជ្រើសរើសទៅនេះមានតិចណានេះអូខេអញ្ចឹងអ្នកគ្នាឥឡូវនេះធ្វើការចាប់ដើមមកទៀតត្រូវដាក់នេះយើងអនុវត្តថាទៀតយើងដាក់នេះក្បាលនេះដាក់ដកនេះក្បាលនេះ process នេះយើងដាក់ធម្មតាបាននេះពីឈើយើងចង់លេងមក style ចឹងក្បាលនេះពីឈើបុកណាអញ្ចឹងនេះ number ត្រូវនេះស្អីណាយើងអនុវត្តអញ្ចឹងនេះយើងអនុវត្តអត់ទាន់ជប់ទេតែនេះយើងទៅថានេះជួបមិញណាទៅថានេះនេះទៅថារបស់យើងអានឹងឯងណាអានឹងឯងអញ្ចឹងអានេះយើងអនុវត្តបានហើយធ្វើការជ្រើសរើសតឡងថាហ្នឹងយើងជ្រើសរើសមិញណានិយាយខាងថ្ងៃយើងអាចធ្វើបានព្រោះអត់ចំណាយពេលយូរទេ master box នេះអូខេនេះ controller ណានេះស្អីណានេះ panel controller នេះក្រប controller ជាទៅនេះអាចខ្លួនឯងបាននេះ tab control នេះមកដែរលោកគ្រូបានឲ្យយើងធ្វើការដំឡើង UI បន្ថែមលើ UI window form ដែរហើយយើងមានដូចជា install ផងណាយើងចុចបើក VS Code ដែរคลิกមកទីមកនេះយើងអាច download ដូចមិញណានេះមានផាត់ច្រើនទៀតនេះអញ្ចឹងសម្រាប់វីដេអូរបស់យើងគឺដូចអស់ហើយមានអនុវត្តទៅយើងអនុវត្តសិក្សាមើលអនុវត្តទៅស្ដីយើងធ្វើបានលទ្ធផលណាអញ្ចឹងនេះគឺជាអ្វីដែលយើងសិក្សាទៅស្ដីយើងអនុវត្តអញ្ចឹងព្រមធ្វើការអនុវត្តហើយអនុវត្តបានណាអញ្ចឹងយកតែបច្ចេកទេសក្រៅលោកគ្រូអាចបន្តរក្សាទុកទាំងហ្នឹងណារក្សាទុកនេះចឹងព្រមធ្វើការអនុវត្តទេទុកសិនណាអញ្ចឹងព្រមធ្វើការទុកផលព្រមមួយផ្នែកហើយរបស់លោកគ្រូមួយផ្នែកនឹងកុំឲ្យយើងអនុវត្តទៅវាយល់គ្នាអញ្ចឹងនេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងណាអញ្ចឹងព្រមសិនមកតែប៉ុណ្្នឹងហើយលោកគ្រូបន្តមេរៀននេះគឺរកការមួយសិនណាអញ្ចឹងព្រមធ្វើការអញ្ចឹងអនុវត្តតាមលោកគ្រូមានតែប៉ុណ្្នឹងអ្នកគ្នាណាអញ្ចឹងព្រមទៅណាទៀតទេអញ្ចឹងគាត់និយាយហើយមកជិត2អ្នកគ្នាហើយមកពីព្រមធ្វើវីដេអូនេះឲ្យថាដាក់ឲ្យរៀង fast បើយើងយូរមួយទៅវីដេអូទៅវាលឿនអញ្ចឹងព្រមសមាថាធ្វើវីដេអូកាត់តរួចហើយព្រមចូលនឹងត្រៀនហើយណាត្រៀនហើយឥឡូវនេះអូខេអញ្ចឹងដូចមានតែប៉ុណ្្នឹងអ្នកគ្នាណាយើងមានអីទៀតលោកគ្រូបានអាសាយមិនលោកគ្រូតម្លើងមិនចាំមិនណាព្រមតម្លើងមិនទេតម្លើងនេះតម្លើងនេះតម្លើងអានេះណាយើងអនុវត្តជាមួយ app signet ដែលសារយើងមានសារនេះយើងអនុវត្តជាមួយនឹងឯងហើយមួយទៀត MVC របស់យើងមួយទៀតយើងត្រូវការអានេះដែលសារយើង download រួចអនុវត្តមិនថាអ្នកគ្នាអាចអនុវត្តទេអ្នកគ្នាអាចធ្វើការអានេះបាននេះ app signet ហើយនឹង .net ណាអញ្ចឹងយើងអនុវត្តពីនឹងយើង download ទៅហើយទៅក្នុង install ណាតែបានដូចព្រមធ្វើការ download អូខេនេះ PS Studio ណាអញ្ចឹងយើងធ្វើការមកកន្លែងនេះហើយការ project មកនៅក្នុងហ្នឹងគាត់មើលនេះគឺយកដល់គ្នាគាត់មើលនេះគឺយកដល់យើង download ពីmodify មកអូខេចេញនេះ download ពីទុកណាសម្រាប់download ការអនុវត្តមុនយើងអនុវត្តជាមួយគ្រូណាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកគ្នាណាសម្រាប់វីដេអូនេះគឺតែប៉ុណ្្នឹងស្ដីហើយសូមអរគុណនិងសូមអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ហើយជួបគ្នានៅក្នុងវគ្គក្រោយៗទៀតណាហើយសង្ឃឹមថាវីដេអូនេះជាជំនួយដល់អ្នកគ្នាហើយវីដេអូនេះគោលបំណងប៉ុន្តែគឺបង្កើតឡើងដើម្បីចែករំលែកជាចំណេះដឹងដល់អ្នកគ្នាហើយព្រមក៏គោលបំណងគាត់ថានេះគឺព្រមថាអ្នកមិនស្ទើរមានសិក្សាមើលដែរអញ្ចឹងដល់ពេលអ្នកសាគាត់ចង់សិក្សាពីអ្វីដែលគាត់ចង់រៀនគាត់អាចមើលវីដេអូហ្នឹងទៅគាត់ចង់វីដេអូទៅអញ្ចឹងណាយើងចែករំលែកគោលបំណងគឺដើម្បីអ្វីដែលគាត់មានតម្រូវការត្រូវការគឺត្រូវការលឿនតម្រូវការដែលគាត់ចង់មើលពីណាអីណាអញ្ចឹងតម្រូវការអញ្ចឹងដូចគ្នាអញ្ចឹងយើងអានេះបានអនុវត្តមួយគ្រូនេះអនុវត្តខ្លួនឯងណាដូច្នេះហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះដូច្នេះហើយសូមអរគុណនិងសូមអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយត្រីសួស្ដីមានត្រីសួស្ដីទេពេលនេះយប់ហើយម៉ោង2អញ្ចឹងហៅអីហៅអរុនសួស្ដីអ្នកគ្នាភាសាព្រមថតម៉ោង2ព្រមចាំតែនិយាយម៉ោង2ទៅ3អត់សូវបានថតយប់ដែរអញ្ចឹងនេះហើយបានដាក់យប់ហើយយើងសង្ឃឹមថាវីដេអូនេះជាចំណេញដល់អ្នកគ្នាហើយជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងសូមអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់